ជំងឺតម្រងនោមគឺជាជំងឺដ៏ស្ងៀមស្ងាត់ហើយវាមិនសូវបានបញ្ចេញរោគសញ្ញាកាចសាហាវអ្វីនោះទេហេតុនេះហើយទម្រាំតែអ្នកដឹងខ្លួនគឺគ្រលានរបស់អ្នកខូចបាត់ទៅហើយបើអ្នកមានលេចចេញនៅរោគសញ្ញាដូចជានោមញឹកនោមសល់នោមមានអារម្មណ៍ថានោមមិនអស់ហើមជើងនិងហើមកជើងឈឺចុករួចចង្កេះឈឺចុកអួលលើថ្ងាសចង្វាក់ទឹកនោមបាញ់មកខ្សោយនោមមកឈឺហើយក្តៅសមត្ថភាពផ្លូវភេទចុះខ្សោយនោមពណ៌លឿងខ្លាំងនោមមកពពុះធំក្លិននោមទាស់គ្រោះតម្រង់នោមរោគសញ្ញាទាំងអស់នេះចាប់ផ្ដើមវិវត្តខ្លួនយឺតបន្តិចម្ដងរហូតធ្វើឲ្យតម្រង់នោមរបស់អ្នកមានបញ្ហាធ្ងន់ធ្ងរដោយមិនដឹងខ្លួនសូមរុះរាន់ព្យាបាលជាបន្ទាន់កុំទុកឲ្យវាក្លាយជាជំងឺរលាកតម្រង់នោមរ៉ាំរ៉ៃអីបើមិនអញ្ចឹងទេអ្នកពិតជាមិនអាចសង្គ្រោះបានឡើយដំណាក់កាលចុងក្រោយគឺមានតែការលាងឈាមតែមួយគត់កុំបណ្ដោយតទៅទៀតរុះរាន់ថែទាំនិងព្យាបាលឥឡូវនេះជាមួយឱសថបុរាណ Calcutil ជាអ្នកឯកទេសដោះស្រាយបញ្ហាប្រព័ន្ធតម្រង់នោមមកពីប្រទេសឥណ្ឌាបានយ៉ាងមានប្រសិទ្ធភាពនិងមានការទទួលស្គាល់លក្ខណៈស្តង់ដារអន្តរជាតិជាពិសេសអាចជួយលាងសម្អាតជាតិពុលជាតិអាស៊ីតធ្វើឲ្យមានតុល្យភាពកម្រិតជាតិអាស៊ីតនិងអាល់កាឡាំងក្នុងឈាមជួយឲ្យប្រព័ន្ធទឹកមាត់មានសុខភាពល្អកម្ចាត់បាក់តេរីជួយផ្សះតម្រង់នោមទាំងមូលឲ្យប្រសើរឡើងវិញធ្វើឲ្យលោកអ្នកជៀសផុតពីជំងឺខាងលើឱសថបុរាណ Calcutil ធានាថាល្អតាំងពីប្រើថ្ងៃដំបូង